នេះជាការប្រណាំងរទេះសាឡីគោលឿនរបស់អ្នកស្រុកខេត្តកំពង់ស្ពឺព្រឹត្តិការណ៍បុរាណមួយនេះកំពុងទាក់ទាញចិត្តមនុស្សជំនាន់ថ្មីឲ្យត្រឡប់មកស្គាល់ពីអតីតកាលរបស់ខ្លួនវិញពិធីប្រណាំងរទេះគោសាឡីលឿនឆ្នាំ2026ត្រូវបានរៀបចំឡើងនៅថ្ងៃទី5ខែមេសានៅក្រុងច្បារមនខេត្តកំពង់ស្ពឺព្រឹត្តិការណ៍នេះគឺសម្រាប់ការអភិរក្សនិងលើកស្ទួយប្រពៃណីខ្មែរឲ្យបន្តរស់នៅក្នុងសង្គមសម័យទំនើបរទេះសាឡីគោគឺជារូបភាពដ៏សំខាន់មួយដែលមិនត្រឹមតែជាមធ្យោបាយដឹកជញ្ជូនបុរាណប៉ុណ្ណោះទេប៉ុន្តែជាផ្នែកមួយនៃអត្តសញ្ញាណនិងជីវិតប្រជាពលរដ្ឋខ្មែរដែលបានភ្ជាប់ជាមួយវប្បធម៌ប្រពៃណីនិងការរស់នៅរបស់សហគមន៍ជាច្រើនជំនាន់មកហើយបាទពីបុរាណមកពីដើមមានគោប៉ះសេះពួកគួយគួមិនប៉ះគ្នាអត់បានតយកសេនតងតែឥឡូវគួយើងកែតាំងពីបុរាណកាលមករទេះសាឡីគោត្រូវបានប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់នៅទីជនបទជាពិសេសនៅក្នុងពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យប្រពៃណីផ្សេងៗដែលវាមិនត្រឹមតែបំពេញតួនាទីក្នុងការដឹកជញ្ជូនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីរបៀបរស់នៅសាមញ្ញការពឹងផ្អែកលើធម្មជាតិនិងទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សនិងសត្វនៅក្នុងសហគមន៍ផងដែរនៅថ្ងៃប្រណាំងគោនីមួយៗត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់និងវឹកហាត់ទុកជាមុនដើម្បីបង្កើនកម្លាំងនិងសមត្ថភាពឲ្យសមស្របទៅនឹងការប្រកួតខណៈដែលអ្នកបរទេះក៏ត្រូវមានជំនាញខ្ពស់ក្នុងការគ្រប់គ្រងទិសដៅនិងការរក្សាតុល្យភាពឲ្យបានត្រឹមត្រូវយើងថែមអាទិត្យមុនគួយថែមអាទិត្យមុនដេកស៊ីចុកយើងឲ្យចំណីចំណុកវាតែពេលមកបយថ្ងៃល្ងាចយកមកឲ្យហូបតាំងមកហ្នឹងហើយកុំឲ្យវាឆ្អល់ពេលការប្រណាំងចាប់ផ្ដើមរទេះនីមួយៗរត់ប្រណាំងលើវាលធំកាត់ខ្យល់បង្កើតធូលីហោះពេញផ្ទៃមេឃការប្រណាំងរទេះសាឡីគោលឿននេះជានិមិត្តរូបដ៏សំខាន់នៃការគោរពនិងបន្តបេតិកភណ្ឌដែលពុព្វបុរសខ្មែរបានបន្សល់ទុកហើយជាវិធីមួយក្នុងការរក្សាទុកអត្តសញ្ញាណវប្បធម៌ជាតិឲ្យនៅតែរស់រវើកក្នុងសង្គមសម័យថ្មីក្នុងសម័យដែលការអភិវឌ្ឍកំពុងរីកចម្រើនយ៉ាងលឿនប្រពៃណីបុរាណជាច្រើនកំពុងប្រឈមនឹងការបាត់បង់បន្តិចម្ដងប៉ុន្តែពិធីប្រណាំងរទេះសាឡីគោលឿននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទុកអត្តសញ្ញាណជាតិនិងបន្តជីវិតវប្បធម៌ខ្មែរឲ្យនៅតែមានន័យនៅក្នុងសង្គមសព្វថ្ងៃ